សួស្តីអ្នកនរនេះជាវិធីសាស្ត្រក្នុងការប្រើប្រាស់ keyboard នៅលើផ្ទាំងចុចលើអេក្រង់ណាអញ្ចឹងយើងចង់វាយលើអេក្រង់ក៏បានយើងចង់វាយលើក្តារចុចក៏បាននៅពេលយើងវាយលើក្តារចុចវានឹងតម្លាក់ keyboard នឹងចុះមកបាំងអញ្ចឹងនៅពេលយើងចង់វាយលើ keyboard ផ្ទាល់យើងអាចវាយបានអញ្ចឹងណាអញ្ចឹង keyboard នៅដំណើរការដដែលហើយយើងចង់ដោះចេញក៏យើងនៅវាយបានអញ្ចឹងណាពេលដែលវាយវានឹងធ្លាក់អញ្ចឹងវិធីនេះគឺយើងចូលក្នុង setting នេះចូល setting បន្ទាប់មកយើងចូលនៅក្នុង system and update អូខេបន្ទាប់មកយើងចូលកន្លែង language and input នេះមកនេះយើងចូលកន្លែង Microsoft ចុចលើនឹងមកបន្ទាប់មកយើងចុចកន្លែង typing នេះអូខេបន្ទាប់យើងអូសមកខាងក្រោមនេះមកយើងរកពាក្យថា physical keyboard នេះមកនេះ physical keyboard នេះយើងបើក automatically show and hide virtual keyboard នេះអញ្ចឹងយើងចុចកន្លែងហ្នឹងបើកមកអូខេអញ្ចឹងយើងបាត់បើកវាងាយស្រួលមែនតើអញ្ចឹងយើងអាចតេស្តសាកល្បងមើលនៅពេលដែលយើងវាយនៅលើអេក្រង់យើងអាចចុច touch ក៏បានយើងចង់វាយលើក្តារចុចនេះក៏បានគឺវានឹងធ្លាក់អូតូអញ្ចឹងវិធីងាយៗមែនតើ